ជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងទៀតសម្រាប់បងប្អូនដែលត្រូវការ boost like នៅក្នុង Facebook ចំពោះបងប្អូនដែលលក់ online ឬក៏លក់ផលិតផលអីផ្សេងទៀតឬក៏ like តាមតែអីចឹងដែលចង់ឲ្យ view នៅក្នុងការ live បងប្អូនមានអ្នកមើលច្រើនបងប្អូនអាចមើលវីដេអូនេះពីដើមដល់ចប់បានហើយក្នុងការ boost like នេះផងដែរគួរអត់មានអីពិបាកទេដែលយើងគ្រាន់តែត្រូវការ link វីដេអូ live របស់យើងហើយក្នុងការ boost នោះផងដែរយើងចំណាយទឹកប្រាក់តិចដែរហើយចំពោះបងប្អូនដែលត្រូវការឲ្យវីដេអូ live បងប្អូន boom ឬក៏មានអ្នកមើលច្រើនបង្កើនភាពទំនុកចិត្តដល់អតិថិជនអីអាចមើលវីដេអូនេះពីដើមដល់ចប់បានដោយជាដំបូងគឺយើងត្រូវចូលទៅក្នុង website របស់យើងហើយ search ពាក្យថាចូលទៅក្នុង Google ហើយ search website របស់យើងដែលមានឈ្មោះថាសបាយ SMM ចំពោះពាក្យសបាយ SMM នេះផងដែរគឺជាឈ្មោះ website យើងដែលត្រូវយកមក boost សេវាកម្មរបស់យើងហើយបងប្អូន search តាមនាងខ្ញុំនឹងមកពេលដែលបងប្អូន search ហើយបងប្អូននឹងឃើញ website មួយនៅខាងលើគេនេះដែលមាន logo ហ៊ុកតុក្កតាហើយវាអត់មានអីពិបាកចំណាំទេដោយ logo ហ៊ុកតុក្កតារបស់យើងមានពណ៌សនិងលាយពណ៌ក្រហម highlight វាតិចៗបងប្អូនហើយមានពាក្យសបាយ SMM នៅលើនឹងគឺដោយអីដែលយើង search ហើយបន្ទាប់ពីយើង search ឃើញបែបហ្នឹងហើយយើងគ្រាន់តែចុចនៅលើ website ហ្នឹងទៅយើងនឹងបានទៅដល់កន្លែងចុចឈ្មោះប្រើប្រាស់ website របស់យើងឬក៏ login ចូលប្រើប្រាស់ចំពោះបងប្អូនដែលមិនទាន់បានចុចឈ្មោះប្រើប្រាស់ website ទេបងប្អូនអាចចុចកន្លែង sign up នៅខាងលើហើយចុចឈ្មោះប្រើប្រាស់ website របស់យើងហើយចំពោះបងប្អូនដែលបានចុចឈ្មោះប្រើប្រាស់ website ហើយបងប្អូនគ្រាន់តែដាក់ username password ហើយ login ចូលប្រើប្រាស់តែម្ដងគឺរួចរាល់ជាការស្រេចហើយបន្ទាប់ពីយើង login អីហើយបងប្អូនដាក់តាម username ឬក៏ password ដាក់តាមនាងខ្ញុំនឹងមកដូចថានាងខ្ញុំមាន username និង password របស់នាងខ្ញុំហើយយើងក៏ដាក់ username ហើយនិង password របស់យើងនឹងមកបន្ទាប់ពីយើងដាក់ username password ហើយយើងក៏ login ចូលហើយបងប្អូនក្នុងការចុចឈ្មោះប្រើប្រាស់ website នោះផងដែរគឺត្រូវតែសំខាន់បំផុតបងប្អូនត្រូវតែចាំ username ដែលបងប្អូនបានបង្កើតខ្លួនឯងហ្នឹងឬក៏ password ដែលបងប្អូនយកទៅចុចឈ្មោះប្រើប្រាស់ website ហ្នឹងចំពោះ password ក៏វាសំខាន់ដែរហើយបន្ទាប់ពីយើងដាក់តាមនេះខ្ញុំរហូតដល់មកដល់កន្លែងនេះគឺយើងត្រូវ login ចូលប្រើប្រាស់តែម្ដងហើយពេលដែលយើង login ហើយគឺយើងបានទៅដល់កន្លែងប្រើប្រាស់សេវាកម្មឲ្យបងប្អូនពេលដែលយើងចុចកន្លែងប្រើប្រាស់សេវាកម្មបងប្អូនមកដល់កន្លែងនេះឃើញគេใน website របស់នេះខ្ញុំគឺមានចំនួនទឹកប្រាក់$1.36នៅក្នុងនឹងសេវាក្នុងការដាក់ប្រាក់នោះផងដែរគឺនៅជាមួយនឹងវីដេអូដែលយើងបានចុចឈ្មោះប្រើប្រាស់ website ហ្នឹងបន្ទាប់មកទៀតបងប្អូនមើលកន្លែងសេវាកម្មខាងក្រោមយើងsẽយកសេវាកម្ម Facebook មកហើយអូនមកខាងក្រោមទៀតបងប្អូនមើលកន្លែងcategory ឃើញ cloud នៅខាងក្រោមហ្នឹងបងប្អូនចុចនៅលើ cloud ហ្នឹងមកបន្ទាប់ពីបងប្អូនចុចនៅលើ cloud ហ្នឹងហើយបងប្អូននឹងឃើញសេវាកម្មជាច្រើននៅក្នុង Facebook ប៉ុន្តែបងប្អូនអូវានៅក្រោមបន្តិចព្រោះសេវាកម្មនៅខាងក្រោមបងប្អូននឹងឃើញ live stream view យើង select យកអាមួយហ្នឹងមកពេលដែលយើង select យកសេវាកម្ម live stream view ហ្នឹងហើយបងប្អូនមើល service ជាបន្តទៀតចំពោះកន្លែង service នេះផងដែរនេះខ្ញុំសូមបញ្ជាក់ថាវាមានតាមសេវាកម្មមួយរបស់វាឧទាហរណ៍ថាសេវាកម្មទី1មានតម្លៃ 0.41 ក្នុង 1000 view ហើយសេវាកម្មទី2មានតម្លៃ 0.82 ក្នុង 1000 view ប៉ុន្តែបងប្អូនយកអាទី1មកវាមានតម្លៃធូរថ្លៃជាងគេពេលដែលយើង select យកសេវាកម្មទី1នឹងហើយមកដល់កន្លែងនេះគឺយើងត្រូវដាក់ link ចំពោះ link ផងដែរគឺយើងត្រូវចូលទៅក្នុង Facebook របស់យើងហើយចូលទៅក្នុងការ live បន្ទាប់ពីយើងចូលទៅក្នុងការ live ហើយយើងផាស link live របស់យើងមកដោយគ្រាន់តែចុចកន្លែង share នៅខាងក្រោមពេលដែលយើងចុចកន្លែង share ហើយយើងឃើញពាក្យថា copy link យើងចុចពាក្យ copy មកពេលដែលយើង copy ហើយយើងក៏ចូលទៅក្នុង website របស់យើងវិញពេលដែលយើងចូលទៅក្នុង website របស់យើងវិញយើងផាស link ហ្នឹងដាក់ចូល cloud នឹងមកបងប្អូនពេលដែលយើងផាស link ហ្នឹងដាក់ចូល cloud ហ្នឹងហើយមកមើល cloud បន្ទាប់នៅខាងក្រោមហ្នឹងគឺយើងមកដល់ចំនួន view ដែលបងប្អូនត្រូវការបងប្អូនអាចដាក់ពីចំនួន10 view ឡើងទៅចំពោះ10 view នេះផងដែរបងប្អូនចំណាយត្រឹមតែ 0.04 ទេហើយច្រឡំ 0.004 ពី10បងប្អូនហើយយើងដាក់100មកចំណាយត្រឹមតែ 0.04 ទេហើយចំពោះកន្លែងកណ្ដាល average time ហ្នឹងគឺមានន័យថារយៈពេលដែលយើងរងចាំយ៉ាងយូរបំផុតប៉ុន្តែរាល់ដងនាងខ្ញុំ boost ហ្នឹងគឺអត់ដល់រយៈពេលប៉ុណ្ណឹងទេហើយបន្ទាប់មកបងប្អូនចុច submit ពេលដែលបងប្អូនចុច submit ហើយបងប្អូននឹងឃើញផ្ទាំងព្រមនេះបងប្អូនបានន័យថាការបញ្ជាទិញសេវាកម្មរបស់បងប្អូនហ្នឹងគឺជោគជ័យរួចរាល់ជាការស្រេចហើយក្នុងការរងចាំបងប្អូនរងចាំអត់យូរទេដូចនេះខ្ញុំនិយាយមិនអញ្ចឹងហើយបើសិនជាបងប្អូនមានចម្ងល់កន្លែងណាអាច comment នៅខាងក្រោមវីដេអូបានយើងនឹងឆ្លើយនៅរាល់ចម្ងល់បងប្អូនទាំងអស់ហើយវីដេអូយើងខ្លីៗគឺមានតែប៉ុណ្្នឹងទេបើបងប្អូនចង់ដឹងពីរបៀប boost សេវាកម្មផ្សេងទៀតបងប្អូនកុំភ្លេចចុច subscribe នៅលើ channel YouTube របស់យើងផងហើយនឹងចាំជួបគ្នានៅវីដេអូក្រោយហើយវីដេអូយើងមានតែប៉ុណ្្នឹងទេអរគុណនិងជម្រាបលាបងប្អូនទាំងអស់គ្នាដែលមើលវីដេអូនេះពីដើមដល់ចប់